សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទ Kevin សូមស្វាគមន៍មកកាន់ Channel នេះទៀតហើយនេះគឺជាអេពីសូតទី119ឬក៏ភាគទី119នៅថ្ងៃនេះនីតិមានរឿងរ៉ាវមួយដើម្បីយកមកចែករំលែកជូនពុកម៉ែបងប្អូនយើងស្ដាប់កំសាន្តដែលរឿងរ៉ាវរបស់យើងថ្ងៃនេះបានកើតឡើងនៅក្នុងប្រទេសថៃហើយជារឿងរ៉ាវមួយដែលបងប្រុសអ្នករត់តាក់ស៊ីម្នាក់ហ្នឹងគាត់បានជួបប្រទះកំឡុងពេលដែលគាត់នេះត្រូវទៅដឹកភ្ញៀវចេញពីពលានយន្តហោះនៅពេលយប់ណាអញ្ចឹងចង់ដឹងថាបងប្រុសជាអ្នករត់តាក់ស៊ីហ្នឹងគាត់បានជួបរឿងរ៉ាវអីខ្លះហើយរឿងរ៉ាវដែលគាត់បានជួបហ្នឹងវាគួរឲ្យខ្លាចកម្រិតណាបន្តិចទៀតពុកម៉ែបងប្អូននឹងបានស្ដាប់នៅរឿងរ៉ាវរបស់គាត់នៅក្នុងសាច់រឿងពេញក្នុងអេពីសូតទី119របស់យើងទាំងអស់គ្នាប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនដែលស្ដាប់មកដល់ត្រង់ចំណុចនេះហើយអត់ទាន់បានជួយចុច Subscribe ឲ្យខ្ញុំបានទេសូមមេត្តាពុកម៉ែបងប្អូនជួយចុច Subscribe ឲ្យខ្ញុំបានម្នាក់មួយផងខ្ញុំបាទ Kevin សូមអរគុណទុកមុនឥឡូវក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងចូលទៅកាន់សាច់រឿងពេញរបស់យើងថ្ងៃនេះទាំងអស់គ្នារឿងរ៉ាវរបស់យើងថ្ងៃនេះគឺនិយាយតាក់ទងទៅនឹងបងប្រុសអ្នករត់តាក់ស៊ីម្នាក់ដែលគាត់មានឈ្មោះថាណយនៅយប់មួយបងណយគាត់កំពុងតែសម្រាកនៅក្នុងរថយន្តរបស់គាត់ហ្នឹងដោយសារតែយប់ហ្នឹងគាត់មានអារម្មណ៍ថាអត់សូវស្រួលខ្លួនទេព្រោះថាប្រហែលថ្ងៃហ្នឹងគឺគាត់ធ្វើការលើសកម្លាំងហើយនឹងអត់ទៀងម៉ោងទេបើន័យថាដឹកភ្ញៀវទេរតូតថ្ងៃផងយប់ផងណាអញ្ចឹងដែលធ្វើឲ្យយប់ហ្នឹងបងណយគាត់មានអារម្មណ៍ថាអត់សូវស្រួលខ្លួនទេប៉ុន្តែដោយសារតែគាត់នឹងរត់អត់សូវបាននៅថ្ងៃហ្នឹងអញ្ចឹងទើបគាត់សម្រេចចិត្តថាអត់ទាន់វិលត្រឡប់ចូលផ្ទះវិញទេនៅសម្រាកនៅក្នុងរថយន្តហ្នឹងសិនពេលដែលបងណយគាត់កំពុងតែសម្រាកនៅក្នុងរថយន្តរបស់គាត់ហ្នឹងទៅស្រាប់តែទូរស័ព្ទរបស់គាត់ណាក៏បានរោពេលដែលគាត់ចូលទៅ check មើលគឺជាភ្នាក់ងារទេសចរឬក៏ tour agency ហ្នឹងដែលតែងតែតាក់ទងមកកាន់បងណយនៅពេលដែលគេនឹងមានភ្ញៀវ booking តាម app របស់គេអញ្ចឹងនៅពេលនោះបងណយគាត់អត់ចង់ទទួលទេដោយសារតែគាត់មានអារម្មណ៍ដូចអត់សូវស្រួលណាគាត់បារម្ភពីសុវត្ថិភាពភ្ញៀវពេលដែលគាត់បើកបរទៅព្រោះធម្មតានៅពេលដែលយើងនឿយហត់អត់ស្រួលខ្លួនអញ្ចឹងគឺយើងពិបាកបដោតអារម្មណ៍ក្នុងការបើកបរអញ្ចឹងអីដែលគាត់ព្រួយបារម្ភហ្នឹងគឺគាត់ខ្លាចគាត់អត់មានស្មារតីគ្រប់គ្រាន់ក្នុងការបើកបរប៉ុន្តែបានបន្តិចមកភ្នាក់ងារទេសចរមួយហ្នឹងគេក៏បានតាក់ទងមកកាន់បងណយនៅពេលដែលបងណយគាត់លើកទៅភ្នាក់ងារទេសចរមួយហ្នឹងណាគេប្រាប់ថាឲ្យបងណយនឹងជួយទៅដឹកភ្ញៀវចេញពីពលានបន្តិចបានឬក៏អត់ដំបូងហើយបងណយក៏រៀងរេរែកដែរដោយបានបញ្ជាក់ពីខាងដើមអញ្ចឹងគាត់អត់ស្រួលខ្លួនអញ្ចឹងទៅគាត់រៀងបារម្ភពីសុវត្ថិភាពរបស់ភ្ញៀវប៉ុន្តែដោយសារតែភ្នាក់ងារទេសចរមួយហ្នឹងអ្នកធ្វើការនៅកន្លែងហ្នឹងណាមានភ្ញៀវមានអីហ្នឹងតែងតែតាក់ទងមកបងណយមុនគេដោយសារតែបងណយគឺជាមនុស្សម្នាក់ដែលស្រួលហើយគេទុកចិត្តរាល់ពេលដែលភ្ញៀវជិះជាមួយនឹងបងណយហ្នឹងក៏គេ feedback ឬក៏គេឲ្យយោបល់មកវិញថាបងហ្នឹងគឺគាត់ស្រួលជាជាមួយគាត់មានអារម្មណ៍ថាមានផាសុកភាពសុវត្ថិភាពអញ្ចឹងណាអញ្ចឹងខាងភ្នាក់ងារហ្នឹងគេក៏ទុកចិត្តបងណយដែរនៅពេលនោះបងណយគាត់ក៏ព្រមដោយគាត់ហ្នឹងត្រូវតែដឹកភ្ញៀវចេញពីពលានយន្តហោះហ្នឹងទៅដាក់នៅសន្តាគារអញ្ចឹងនៅពេលដែលគាត់ទៅដឹកភ្ញៀវចេញពីពលានយន្តហោះទៅដាក់នៅសន្តាគារនេះពេលដែលគាត់បើកបរតាមផ្លូវយើងដឹងហើយថាពលានយន្តហោះនៅទីក្រុងបាងកកហ្នឹងគឺវារៀងជាក្រុងនៅពេលដែលគាត់ត្រូវដឹកចេញពីពលានចូលមកកាន់សន្តាគារនេះគាត់មានអារម្មណ៍ថាគាត់កាន់តែនឿយហត់ហើយនឹងអស់កម្លាំងខ្លាំងមែនទែនហើយប៉ុន្តែនៅពេលដែលគាត់បំរុងនឹងបើកចេញពីសន្តាគារទៅហើយពេលដែលគាត់ចេញដល់មាត់ច្រកហ្នឹងគាត់មើលទៅខាងស្ដាំដៃគឺមាននារីម្នាក់គាត់កំពុងតែឈរនៅនឹងឯផ្លូវហ្នឹងអញ្ចឹងនៅពេលនោះរថយន្តរបស់បងណយហ្នឹងគាត់ប្រអង់ដើម្បីថាគាត់ត្រូវឆ្លងផ្លូវណាអញ្ចឹងនៅពេលដែលគាត់ឈុំអញ្ចឹងនារីម្នាក់ហ្នឹងក៏បានងាកមកមើលគាត់បានបន្តិចមកក៏បានលើកដៃដូចជាផ្ដល់សញ្ញាឲ្យបងណយនឹងឈប់ដំបូងហើយបងណយគាត់ថាដឹកតែមួយម៉ោយនេះទេគឺគាត់ចូលសម្រាប់ហើយប៉ុន្តែនៅពេលដែលឃើញនារីម្នាក់បោកដៃហើយអញ្ចឹងទៅហើយគាត់ក៏បានឈប់រថយន្តនៅពេលដែលនារីម្នាក់ហ្នឹងគាត់ដើរមកនេះបងណយគាត់ក៏បានសួរថាអ្នកនាងត្រូវការជិះតាក់ស៊ីមែននៅពេលនោះនារីម្នាក់ហ្នឹងគាត់ក៏ងងក្បាលអញ្ចឹងនៅពេលនោះបងណយគាត់អត់ទាន់បានសួរថាត្រូវទៅណាទៅណីទេនារីម្នាក់ហ្នឹងក៏បានបើកទ្វាររថយន្តហ្នឹងចូលមកអង្គុយនៅខាងក្រោយអញ្ចឹងនៅពេលដែលបងណយនេះគាត់សួរថាចង់អញ្ជើញទៅណាដែរនារីម្នាក់ហ្នឹងគាត់ក៏បានប្រាប់ទីតាំងមកកាន់បងណយអញ្ចឹងនៅពេលដែលបងណយគាត់លើទីតាំងភ្លាមនេះគាត់មានអារម្មណ៍ដូចជាអត់សូវល្អទេដោយសារតែទីតាំងមួយហ្នឹងគឺត្រូវចេញទៅជាក្រុងវិញអញ្ចឹងមានន័យថាគាត់ទៅតែយកភ្ញៀវពីពលានចូលមកដល់ក្នុងក្រុង
ហើយឡើងហ្នឹងត្រូវដឹកម៉ួយចេញពីក្នុងក្រុងទៅនឹងជីក្រុងទៅទៀតនៅពេលដែលទម្លាក់ភ្ញៀវគាត់មិនត្រូវបើកចូលមកវិញអញ្ចឹងបានន័យថាគាត់ហ្នឹងនឹងកាន់តែនឿយហត់ហើយព្រោះគាត់អត់សូវស្រួលខ្លួនផងណាប៉ុន្តែដោយសារតែភ្ញៀវហ្នឹងបានឡើងមកលើឡានទៅហើយដោយដំបូងហ្នឹងគាត់គិតថាប្រហែលជាចិត្តនៅក្នុងក្រុងហ្នឹងទេគាត់មិនតែដឹងថាត្រូវដឹកភ្ញៀវហ្នឹងចេញទៅទីតាំងឆ្ងាយទៀតប៉ុន្តែក៏មិនដឹងធ្វើម៉េចទេព្រោះគាត់មិនអាចថាដេញភ្ញៀវឲ្យចុះពីរថយន្តវិញណានៅពេលនោះបងណយនេះគាត់ក៏បានបើកឡានចេញពីកន្លែងហ្នឹងទៅនៅពេលកំពុងបើកបរជួននារីម្នាក់ហ្នឹងទៅកាន់គោលដៅរបស់គាត់ហ្នឹងបងណយគាត់មានអារម្មណ៍ថាល្វើយខ្លាំងមែនតើរហូតដល់គាត់ថាពិបាកទ្រាំពេកណាគាត់ក៏បានសុំភ្ញៀវរបស់គាត់ហ្នឹងថាតែគាត់នឹងអាចបើករថយន្តរកមើលម៉ាដើម្បីទិញភេសជ្ជៈបើកម្លាំងម្ដងបានឬក៏អត់នៅពេលនោះនារីម្នាក់ហ្នឹងគឺអត់បាននិយាយអីឆ្លើយតបមកកាន់គាត់ទេគាត់គ្រាន់តែងក់ក្បាលពីរដងណាអញ្ចឹងនៅពេលដែលបងណយគាត់មើលទៅអាកប្បកិរិយារបស់ម្នាក់ហ្នឹងនេះគាត់រីសម្គាល់ថាម្នាក់ហ្នឹងធ្វើអីដូចរៀងប្លែកណាសូម្បីថាការងក់ក្បាលងក់អីរបស់គាត់ហ្នឹងក៏រៀងថារៀងមួយដែរប៉ុន្តែវាមិនយឺតខ្លាំងពេកទេនៅទទួលយកបានណាគ្រាន់តែរៀងមួយនៅពេលនោះគាត់ក៏បានបើកទៅកាន់ម៉ាតមួយកន្លែងដើម្បីចូលទៅទិញភេសជ្ជៈបើកម្លាំងនៅពេលដែលចូលទៅទិញភេសជ្ជៈបើកម្លាំងអញ្ចឹងដើម្បីថាចង់លក់ចិត្តភ្ញៀវរបស់គាត់ផងកុំឲ្យគេរអ៊ូអញ្ចឹងគាត់ក៏បានទិញទឹកដោះគោជូរមកកំប៉ុងទូចនឹងមកដែរពេលដែលគាត់ឡើងមកដល់ក្នុងរថយន្តរបស់គាត់វិញនេះមុននឹងបើកឡានចេញទៅគឺគាត់ហុចទឹកដោះគោជូរហ្នឹងឲ្យទៅកាន់ភ្ញៀវរបស់គាត់ប៉ុន្តែមនុស្សស្រីម្នាក់ហ្នឹងគាត់នៅតែអង្គុយរៀងថ្មឹងហើយងាកមកមើលមុខពូណយបន្ទាប់មកគាត់ងាកទៅមើលទឹកដោះគោជូរហ្នឹងគាត់ក៏វិក្បាលអញ្ចឹងនៅពេលនោះពូណយគាត់ក៏បញ្ជាក់ថាគាត់ទិញឲ្យទេ free ណាអត់ត្រូវការយកលុយយកអីមកវិញទេប៉ុន្តែម្នាក់ស្រីម្នាក់ហ្នឹងគាត់បានងាកមកចាញ់ពូណយនៅពេលនោះក៏រៀងចម្លែកទៅក្នុងចិត្តដែរណាព្រោះគាត់ខំទិញឲ្យហើយញ៉ាំមិនញ៉ាំគ្រាន់តែទទួលយកសិនទៅប៉ុន្តែបែរជាងាកមកចាញ់ទៅវិញបន្ទាប់មកគាត់ក៏បានបើកឡានចេញពីកន្លែងហ្នឹងទៅនៅពេលដែលរថយន្តបន្តដំណើរចេញមកដល់ជីក្រុងនៅពេលនោះពូណយនេះគាត់ក៏បានសួរទៅកាន់នារីម្នាក់ហ្នឹងថាឲ្យគាត់នឹងបើកទៅណាទៀតព្រោះមកដល់តំបន់ដែលគាត់នឹងបានប្រាប់ពូណយឲ្យមកហើយនារីម្នាក់ហ្នឹងគាត់បានលើកដៃចង្អុលទៅខាងឆ្វេងអញ្ចឹងនៅពេលដែលមកណយគាត់បត់ឡានចូលទៅខាងឆ្វេងតិចនេះវាគឺជាផ្លូវមួយដែលស្ងាត់មែនតែនតែធ្វើឲ្យបងណយនៅពេលនោះពេលដែលគាត់បើករថយន្តចូលទៅណាគាត់ថាកន្លែងដែលនារីម្នាក់ហ្នឹងចង់មកនោះជាកន្លែងអីព្រោះថាតំបន់នេះមើលទៅដូចជាមិនសូវសម្បូរផ្ទះដែលគេរស់នៅណាអញ្ចឹងនៅពេលដែលគាត់ចាប់ដើមបើករថយន្តចូលតិចទៅនេះគាត់ក៏បានសួរនារីម្នាក់ហ្នឹងថាកន្លែងដែលគាត់ចង់ទៅហ្នឹងគាត់ចង់ទៅកន្លែងណាពេលដែលម្នាក់ស្រីម្នាក់ហ្នឹងគាត់បានងាកមកមុខពូណយហើយគាត់ក៏បាននិយាយថាផ្ទះគាត់អញ្ចឹងនៅពេលដែលពូណយគាត់លឺអញ្ចឹងហើយណាគាត់គិតថាអូឬមួយក៏វាស្ងាត់តាផ្លូវចូលហ្នឹងទេប៉ុន្តែទៅមុខតិចទៀតទៅវាអាចថាមានផ្ទះមានអីគេអញ្ចឹងណាអញ្ចឹងនៅពេលដែលពូណយគាត់បន្តបើករថយន្តចូលទៅទៀតនេះរៀងឆ្ងាយគួរសមដែរបន្ទាប់ពីអាផ្លូវដែលគាត់បត់ចូលមកខាងឆ្វេងដៃនេះនៅខាងមុខហ្នឹងគឺមានផ្លូវបំបែកពេលដែលគាត់បំរុងនឹងសួរថាអ្នកនាងឲ្យបត់ទៅខាងណាទៀតណាបំរុងនឹងសួរទៅហើយស្រាប់តែគ្រាន់តែងាកមើលអាកញ្ចក់ថយក្រោយនេះគឺឃើញម្នាក់ស្រីហ្នឹងលើកដៃចោលទៅខាងឆ្វេងរួចស្រេចអញ្ចឹងនៅពេលនោះពូណយគាត់មានអារម្មណ៍ថាហេម្នាក់នេះក៏រៀងប្លែកម្លេះអញ្ចឹងណាប៉ុន្តែឬមួយក៏គ្នានឹងមិនចង់និយាយជាមួយមនុស្សប្រុសច្រើនអាចថាពួកគាត់ហ្នឹងទៅជួបគ្នាលើកទី1ហ្នឹងអញ្ចឹងអាចថាជាការពារខ្លួនរបស់គាត់ដែរណាហើយមើលទៅគាត់ដឹងថាយើងហ្នឹងក៏មិនដឹងថាត្រូវទៅណាទេដែរទើបគាត់ហ្នឹងលើកដៃចង្អុលទៅខាងឆ្វេងហើយពេលនោះពូណយគាត់ក៏បានបត់ទៅខាងឆ្វេងដៃហ្នឹងទៀតបើករថយន្តបន្តទៅមុខបានបន្តិចពីផ្លូវមួយដែលមានសភាពស្ងាត់ជ្រងំគ្មានផ្ទះប្រជាជនធ្វើឲ្យបងណយនេះគាត់បើករថយន្តទៅបណ្ដាហ្នឹងគាត់មានអារម្មណ៍ថារៀងគួរឲ្យព្រឺសម្បល់បណ្ដាណាប៉ុន្តែបានទៅមុខបន្តិចនេះវាប្រៀបដូចជាទស្សនវិជ្ជាពីរផ្សេងដាច់ពីគ្នាព្រោះថានៅខាងមុខនោះគាត់មើលពីចម្ងាយទៅគឺឃើញមានផ្ទះហើយដូចជាមានប្រជាជនហ្នឹងគេកំពុងតែធ្វើបុណ្យទានអីទេមនុស្សច្រើនណាមើលទៅកំពុងតែរំលែងតាមផ្លូវនឹងទៀតអញ្ចឹងនៅពេលដែលបងណយគាត់ឃើញសភាពបែបហ្នឹងគាត់ក៏ញញឹមដោយសារតែគាត់គិតថាអូប្រហែលជាមកដល់តំបន់ដែលម្នាក់ស្រីនេះគាត់ត្រូវរស់នៅណាអញ្ចឹងនៅពេលដែលគាត់បើករថយន្តចូលកាត់កន្លែងដែលមនុស្សកំពុងតែច្រើននៅតាមដងផ្លូវហ្នឹងគាត់ងាកមើលឆ្វេងមើលស្ដាំមនុស្សម្នាដែលនៅក្បែរហ្នឹងណាពេលដែលគេឃើញឡានរបស់បងណយទៅគេក៏បានជះដើម្បីឲ្យបងណយហ្នឹងគាត់បើករថយន្តទៅអ
ចឹងគាត់មើលតាមកញ្ចក់ពីក្នុងឡានមកមនុស្សម្នាហ្នឹងគេនៅរួមរែកក្បែរផ្លូវសងខាងហ្នឹងអញ្ចឹងនៅពេលនោះគាត់ក៏ឆ្ងល់ហើយគាត់ហ្នឹងក៏បានសួរទៅកណ្ណារីមួយដែលអង្គុយខាងក្រោយហ្នឹងថាហើយនៅភូមិហ្នឹងគេធ្វើបុណ្យអីដែរបានជាមនុស្សមើលទៅសប្បាយម្ល៉េះអញ្ចឹងណាប៉ុន្តែនៅពេលដែលមើលទៅកាន់មនុស្សស្រីម្នាក់ដែលអង្គុយនៅខាងក្រោយនេះគាត់ដូចជាអត់បានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងអ្វីដែលគាត់បានឃើញទេគាត់គ្រាន់តែអង្គុយងាកទៅអាកញ្ចក់នៅខាងស្ដាំដៃគាត់ហ្នឹងអញ្ចឹងនៅពេលនោះបងណយគាត់ក៏អត់ហ៊ានសួរនាំអីទៀតដែរគាត់ក៏រត់ឆ្ងល់ថាហើយមនុស្សស្រីម្នាក់ហ្នឹងមិនក៏អត់ចេះសប្បាយអត់ចេះទទួលអារម្មណ៍អីដូចមនុស្សយន្តអញ្ចឹងណានៅថ្មឹងអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់បើកយឺតហើយមានមនុស្សរួមរែកតាមផ្លូវអញ្ចឹងទៅគាត់ក៏លើកដៃលើកអីពីក្នុងឡានញញែមហើយបង្ហាញអារម្មណ៍ដូចថាត្រេកអរជាមួយគេពីក្នុងឡានដែរអញ្ចឹងណារហូតតតែបើកផុតកន្លែងហ្នឹងទៅនៅពេលដែលគាត់បើករថយន្តបន្តទៅខាងមុខរៀងឆ្ងាយពីកន្លែងដែលថាមនុស្សច្រើនហ្នឹងណាបានបន្តិចហ្នឹងម្នាក់ស្រីហ្នឹងគាត់ក៏បាននិយាយថាឈប់ត្រង់កន្លែងហ្នឹងហើយអញ្ចឹងនៅពេលដែលបងណយគាត់លើបែបនោះគាត់ក៏បានឈប់រថយន្តមុនពេលដែលនារីម្នាក់ហ្នឹងគាត់បានចេញពីក្នុងរថយន្តទៅគាត់បានឲ្យលុយបងណយនេះគឺគុណនឹង2នៃតម្លៃដែលគាត់ត្រូវឲ្យណាអញ្ចឹងនៅពេលនោះបងណយគាត់ក៏ហិងឆ្ងល់ដែរថាមិនក៏ឲ្យលុយគាត់រៀងច្រើនម្ល៉េះអញ្ចឹងណាគាត់ក៏បានសួរទៅកាន់នារីម្នាក់ហ្នឹងថាអ្នកនាងឲ្យលុយលើសហើយអញ្ចឹងណាប៉ុន្តែនារីម្នាក់ហ្នឹងក៏ប្រាប់ថាទុកទៅចឹងនៅពេលនោះបងណយគាត់សប្បាយចិត្តខ្លាំងមែនទែនគាត់អរគុណនារីម្នាក់ហ្នឹងអរគុណហើយអរគុណទៀតដោយសារតែគាត់រៀងសប្បាយចិត្តពេកណាអញ្ចឹងនៅពេលដែលគាត់ត្រូវបត់រថយន្តដើម្បីត្រឡប់ថយក្រោយវិញណានារីម្នាក់ហ្នឹងគឺគាត់ចុះពីឡានបាត់ហើយនៅពេលដែលគាត់បត់រថយន្តហើយបំរុងថាបើកទៅមុខហ្នឹងឡានរបស់គាត់ហ្នឹងអាភ្លើងខាងមុខហ្នឹងវារៀងធ្វើទុករៀងអលត់ភ្លឺហើយក៏រលត់អញ្ចឹងនៅពេលនោះបងណយហ្នឹងគាត់ក៏បានកាច់បិទហើយកាច់បើកវិញប៉ុន្តែគ្រាន់តែគាត់កាច់បើកវិញភ្លាមនេះគឺឃើញនារីម្នាក់ហ្នឹងគាត់នៅឈរនៅពីមុខឡានណានៅកណ្ដាលផ្លូវហ្នឹងដែលធ្វើឲ្យបងណយនៅពេលហ្នឹងគាត់ភ្ញាក់គាត់ស្រែកមួយទំហឹងប៉ុន្តែនៅពេលដែលគាត់ឃើញនារីម្នាក់ហ្នឹងនេះគឺក្នុងសភាពធម្មតាដដែលទេអញ្ចឹងនៅពេលនោះគាត់ក៏បានគិតថាចុំយប់បែកហ្នឹងឲ្យលុយឯងហើយតិចចង់បានអាលុយលើសហ្នឹងទៅវិញទៅពេលដែលគាត់ចុចកញ្ចក់រថយន្តនេះដើម្បីសួរទៅកាន់អ្នកនាងហ្នឹងថាហើយមិនបានជាមកឈរពាំងផ្លូវគាត់អញ្ចឹងណានារីម្នាក់ហ្នឹងគាត់ក៏បានដើរមកចិត្តពូណយហើយគាត់បានហុចกระดาษមកស្លឹកមកឲ្យពូណយអញ្ចឹងនៅពេលដែលហុចกระดาษហើយនេះនារីម្នាក់ហ្នឹងគឺគាត់ដើរទៅខាងក្រោយបានហើយពេលដែលពូណយគាត់យកกระดาษហ្នឹងមកអានណានៅក្នុងกระดาษមួយហ្នឹងគេសរសេរថាកុំនិយាយជាមួយពួកវាកុំងាកមើលក្រោយក្នុងกระดาษហ្នឹងគេសរសេរបែបហ្នឹងអញ្ចឹងនៅពេលដែលអានហើយនេះពូណយគាត់មានអារម្មណ៍ថារៀងចម្លែកក្នុងចិត្តមែនតើហើយបានជានារីម្នាក់ហ្នឹងគាត់ឲ្យកណ្ដាស់ដែលមានសរសេរពាក្យអញ្ចឹងមកកាន់គាត់នេះហើយបើសិនជាកណ្ដាស់ហ្នឹងគាត់អ្នកសរសេរគាត់សរសេរពេលណាហើយគុំនិយាយជាមួយពួកវាហ្នឹងគុំនិយាយជាមួយអ្នកណាពូណយគាត់មានអារម្មណ៍ថារៀងឆ្ងល់មែនតើមានរឿងអីកើតឡើងជាមួយនឹងនារីម្នាក់ហ្នឹងបានជាគាត់ធ្វើអីរៀងប្លែកអញ្ចឹងនៅពេលនោះបងណយនេះគាត់បញ្ញាប់បើកឡានចេញពីកន្លែងហ្នឹងទៅនៅពេលដែលបងណយគាត់បើករថយន្តត្រឡប់ថយក្រោយមកដល់កន្លែងដែលមនុស្សរួមរែកនៅលើផ្លូវហ្នឹងអញ្ចឹងនៅពេលដែលបើកមកអញ្ចឹងគេហ្នឹងក៏បើកផ្លូវដើម្បីឲ្យបងណយហ្នឹងគាត់បើករថយន្តទៅអញ្ចឹងអ្នកដែលនៅតាមផ្លូវហ្នឹងគឺនៅតែធ្វើដោយការពេលបងណយគាត់បើកចូលមកអញ្ចឹងរួមរែកដាក់បងណយញ៉ាំញ៉ែមដាក់អញ្ចឹងណាបងណយគាត់ក៏ធ្វើអញ្ចឹងដាក់ពីក្នុងឡានទៅដូចគ្នានៅពេលដែលគាត់បើកផុតកន្លែងហ្នឹងទៅគាត់ជន់ដើម្បីថាឲ្យរៀងលឿនណាព្រោះមកដល់ផ្លូវស្ងាត់ហើយអញ្ចឹងគាត់ចាំថាពេលដែលចូលមកគឺបត់ឆ្វេងពេលដែលត្រូវទៅវិញហ្នឹងគឺប្រកាសជាត្រូវបត់ស្ដាំហើយពេលដែលគាត់បត់ស្ដាំទៅបើករថយន្តបន្តដំណើរមកមុខអញ្ចឹងទៅបានបន្តិចក៏ស្រាប់តែមកដល់កន្លែងមនុស្សរួមរែកនឹងទៀតអញ្ចឹងនៅពេលនោះបងណយក៏ឆ្ងល់ថាហេអាពេលដែលគាត់បើកមកហ្នឹងមុននឹងបត់ឆ្វេងហ្នឹងដូចជាអត់មានថាមានផ្ទះមានអីច្រើនហើយមានមនុស្សម្នារួមរែកដោយអាកន្លែងនោះទេចុះមិនក៏ពេលដែលគាត់បើកចេញមកវិញហ្នឹងវាមានតែកន្លែងទៀតអញ្ចឹងនៅពេលដែលគាត់បើកចូលទៅកន្លែងហ្នឹងតិចនេះពេលនោះមនុស្សម្នាណាគេក៏បានបើកផ្លូវឲ្យបងណយដូចកន្លែងមុនដែរទោះបីថាគាត់ចំណាំអត់បានទាំងអស់ក៏ដោយប៉ុន្តែគាត់ចំណាំមុខអ្នកខ្លះបានអញ្ចឹងគាត់នៅតែមានអារម្មណ៍ថាអញគាត់បើកកាត់កន្លែងហ្នឹងដដែលអញ្ចឹងនៅពេលនោះនៅពេលដែលបងណយនេះគាត់ចុចកញ្ចក់រថយន្តហ្នឹងណាដើម្បីចង់សួរថាកន្លែងហ្នឹងកន្លែងអីនេះពេលដែលចុចកញ្ចក់រថយន្តទៅអ្នកដែលនៅសងខាងផ្លូវហ្នឹងគេក៏បានហុចស្រាមួយកែវណាឲ្យបងណយចឹងតែបងណយគាត់មិនបានសួរទេគាត់ក៏បានទទួលស្រាហ្នឹងហើយយកមកហូបសិន
chẳng được bên này nè hoi xa đó nghe hoi hỏiนะก็งูกับบ้านอ่ะควอดให้ก็ได้เจนแต่รวมอัดเลยเนี่ยในข้างมองนั้นกับมันบางเพลอไอ้มองน้อยเตียดจังเลยเป็นน้องควอดกับมันจะกระเจาะรถยนต์นั่งเวลาไว้ให้บนโต๊ะดำนาตะมุกตะไอออดมันซูนมทางอะไรนั่งอะไรไอเตในเป้ได้ควอดบ้ามันนอนข้างมุกเนี่ยควอดจะนำท่าเป้ได้โจม้าตระบอดเชงบนใต้มนนั่งเป้ได้เจนแต่สนามเนี่ยไปคอเพลอจังเรื่องนั้นคือควอดสะบอดเชงมาดองในเป้ได้ควอดบอดเชงมาบางรถยนต์มวยสันตูนั้นในข้างหมูนั้นก็สลับแต่คืนก่อนไหลในมินมนุษย์ชรานั้นกำปงแต่รวมเล็กดันแหงจังในเปนู้ในถ้วยบางน้อยเนี่ยก่อนจับทำตัวรำทาโดยเอาสังสรู้แล้วนะเป้ในกวาดบางรถยนต์โจลตัวนี้มันนมันนี้นั้นกินแต่รวมเล็กนะก่อนดันแหงละปนใต้เรื่องนั้นในเป้ได้บางน้อยเนี่ยก็จะกระเจาะรถยนต์ก็นำไปโซทากันไหลนั้นแกหากันไหลไอโบราณมันเนี่ยนั้นก็บ้านหอยสระมาแก้วมาเอาบางน้อยเตียดวิธีจิสระซอจังในเป้นั้นบางน้อยก็รัดพักที่กอดกรอนตัดตัวแล้วนะให้กอดออกคนเป้ได้กอดโซทาอาจิสไรหลอกอมกันไหลนึงยังกันไหลอีกได้เป้นุกอดกระบาลปรับชมูกพุ่มนั่งมักบางน้อยเนื้อเป้ได้บางน้อยกอดกรอนแต่ลือชมูกพุ่มเพลียมเนี่ยกอดเมียรำตากวยคลายแต่มาดองปลุกชมูกตีกันไหลนั่งบาสันจะปลายเมาส์ปลายทากันไหลกอบขโมยจังวิบันได้มีหน้าทาได้ชมูกพุ่มชมูกแบบนั่งที่เป้ได้บางน้อยก็จับดำบดกระเจาะเฮ้ยเรียงย้อนะบนน้อยก็ทาก็จับดำปลื้มสมบูรณ์ปลื้มกระบาลแต่มาดองสระบอกว่านั่นคือกอดอัดพักที่กอดดัดเลยอ่างไหลดักแก้วกาแฟนะจังเลยเป้ได้กอดบางรุ่นมาดองข้างมุกนี้คือมาดองเพลินใบเตยไทยเป้นั้นก็ดังทางกอดเตยเตยช่วยหรือก็เตยสนับเตยปลุกทาเป้ได้เตยสนับก็เมาอะไรนั่งแต่ได้ละให้เป้ได้กอดเมาข้างช่วยเนี่ยก็เนยแต่เมาอะไรนั่งแต่ได้ละจังก็ดังทางกูเตยข้างนาตีปนไตในปีโน้นะกอดกับบ้านสมัยจะทาเตยสดามาดองเตียเตยปลุกกอดเนยแต่จะน้ำท่าไปได้โจมมันคือบอดช่วยจังไปยังเจนจะวิ่งคือเตยบอดตะขางสดามาเลยจังเนยไปได้กอดบอดรถยนต์ตะขางสดาเนี่ยบางเหมือนตัวมันประมาณพอนะในขางมุกนั้นคือดองกันไหลในมนุษย์เกาะก้นในขางมุกนั้นกระโปรงแต่จะดิ่งรวมหนึ่งเตียนหายปนไตเลือกนี่เปย์ได้บอกน้อยกอดบางแต่ดอนแล้วนะมนุษย์มันจะตามน้องเพลิงนั้นคืออดบานจะดิ่งรวมสวากลุ่มกอดดุนมุนเตเนื้อเป้ได้กอดบางรถยนต์โจลเตอมนุษย์กรุบขณีนั้นเกเจียพลาไปกอดปนไตเกโชมือมุกอดจิมมูหนึ่งตักหมกเรียงหมอมเฮยเนี่ยขนาดนั้นก็สำหรับกอดจิมมูหนึ่งแก้วพนันนู้นคือหลังกระโฮมดูจองกลมนุ่มจิมมูกอดตั้งปิงคาจังโดยซาแต่บงน้อยกอดอดสรุขลุนพองให้ก่อนนั้นจับดำตัวรอมคลาดคลางแมนแทนจังเราเป็นนุบงน้อยกอดสังทาดอหนึ่งหามันดอขณีตายดอหนึ่งหาเรื่องหนึ่งเหาะบ่โบมอนก่อนไว้คืองัวเฮยหลังสวายเอาเฮยจังเราเป็นไอ้กอดพีเยี่ยมตั้งสมาร์ทได้ฝนไม่เบาใจมีอะไรนึกสันเนี่ยเป้รถยนต์ก็รำคาญตะมุกไต่ยังเนี่ยในขางหมดนึงตัวใบทาสมเลาะจมูกเนี่ยกับนึกก็โฮมหรือจังซีซัดก่อนจังนะปนใต้เราไปได้รถยนต์ก่อนเต๋อพวกนั้นอันที่มันชบหรือก็ป้ารถยนต์ก่อนเต๋เนื้อแต่บางเพลอากอดบางรถยนต์ใจเต๋อเป้เนี่ยบางพอดกันไรเนี่ยมันแต่เนี่ยบองน้อยก็ชบรถยนต์หายกอดเงี้ยมือตะขางกระไรจ้องดังถ่าพวกนั้นมีมาตามรถยนต์กอดหรือก็อดปนใต้เนี่ยไปได้ก่อนเงี้ยตะขางกระไรเนี่ยกอดชงอแมนแทนได้กันไรนั่นนะกึ่งมาตีปนใต้กอดไอ้มือเคยพวกนั้นจะมาแมนแทนไปได้ก่อนเงี้ยตะขางกระไรนั่นนะเนี่ยได้เนื้อสองอย่างเพลได้กอดเติมแต่จีพอนมาบังบังเนี่ยสดแต่อดเมียนเชิงจังกรอนแต่บางน้อยกดเคยแบบน้องเพลียมกดยัวแต่มาดองตั้งใดตั้งเชิงตั้งครูนมากกว่านั้นยัวแต่ตรึกโดยโกนมนทะเลตั้งยังจังเลยไปได้กอดนั่งยัวเลยรถยนต์จังเลยกอดเงี้ยมาไว้เนี่ยนะกอดเลยเห็นมือกราวด้วยของมือกระเจาะตะการกราวยังหายได้บอกกอดน้ำจียิมเตยจับรูปเปรี้ยในขนมลานได้กอดดมคอในขนมลานมากอดเนี่ยได้เลยกับบาลานนั้นกอดเตยจับยมมากอดเสาเอากอดยมในขนมลานนั่งแต่มันเนี่ยเองจังเลยไปได้กอดกระโปรงไทยเอารูปเปรี้ยชมระดับตรงหายมมันในขนมรถยนต์บัดพเนจจมูกเนี่ยก็ได้ออกสังคมนั่งนะไปนุ่งกอดยมคลั่งแมนแทนใส่ยมนะมาตำพังมันเลยจ้ามวยจะตัวเมากอดสลับแต่ลือสำเร็จสำเร็จล้านหายนั่งสำเร็จล้านบ้านั่งลือเพลย์จังเลยไปได้กอดจับดำบางพเนจเตะมันเนี่ยกอดสังแต่อดเชื้อหาไว้ได้กอดบานเคยรถยนต์บางกอดนั่นคือชมนั่งเพลย์ลมมวยขับใบนั่งเพลย์เจียดจังเลยไปนุ่งกอดชมาแมนแทนถ่าย
គាត់ទើបតែបើករថយន្តចេញពីកន្លែងខ្មោចមកវងហ្នឹងទេរកផ្លូវចេញអត់ទាន់ឃើញទេហើយមិនបានជាឥឡូវហ្នឹងមកនៅនឹងក្បែរផ្លូវជាតិកើតអញ្ចឹងនៅពេលដែលគាត់ឃើញសភាពបែបហ្នឹងគាត់ព្យាយាមយកដៃណាមកស្ទាបមុខខ្លួនឯងផ្ទះខ្លួនឯងក្តិចខ្លួនឯងចង់ដឹងថាខ្លួនឯងឈឺឬក៏អត់ព្រោះគាត់ខ្លាចថាខ្លួនឯងស្លាប់ឬក៏អីអញ្ចឹងណាប៉ុន្តែនៅពេលដែលផ្ទះឬក៏ក្តិចទៅវាឈឺអញ្ចឹងនៅពេលដែលគាត់មើលទៅខាងក្រោយនេះវាអត់មានឃើញអីទេនៅពេលនោះគាត់ក៏បានបើករថយន្តចេញមកខាងមុខតែពេលដែលមកគៀកនឹងផ្លូវបំបែកឡើងទៅផ្លូវជាតិនេះគាត់ចុះពីរថយន្តហើយយកជើងមកគាត់ណាទៅស្ទាបផ្លូវចង់ដឹងថានឹងផ្លូវជាតិមែនឬក៏មិនមែនវាខ្លាចថាវិញទៅជាស្អីទៀតណាព្រោះគាត់ច្បោកច្បល់អស់ហើយគាត់សឹងថាអត់ជឿនៅអ្វីដែលគាត់បានឃើញទេគាត់ដូចវល់វិញវល់អស់លីងអញ្ចឹងនៅពេលដែលគាត់យកជើងទៅស្ទាបនេះมันអស់ចិត្តយកដៃហ្នឹងទៅស្ទាបទៀតពិតជាផ្លូវជាតិមែនអញ្ចឹងនៅពេលដែលគាត់ចូលមកក្នុងរថយន្តវិញនេះគាត់យករូបព្រះទៅតម្កល់នៅកន្លែងដើមវិញណាគាត់សុភ័ក្រអរគុណហើយគាត់ក៏បានបើកឡានចេញពីកន្លែងហ្នឹងមកអញ្ចឹងនៅពេលដែលគាត់មើលម៉ោងនៅលើរថយន្តរបស់គាត់ណាម៉ោងហ្នឹងគឺម៉ោង4ទៀបភ្លឺទៅហើយពេលនោះដែលធ្វើបង្ណយនេះគាត់មានអារម្មណ៍ថាគាត់កាន់តែវិញច្បោកច្បល់ទៀតហើយមិនក៏គាត់ចំណាយពេលច្រើនម៉េះសឹងថាមកយប់ទល់ភ្លឺណាទាំងតែគាត់ហ្នឹងមានអារម្មណ៍ថានឹងបើកវល់នៅកន្លែងហ្នឹងមិនតិចសោះហ្នឹងហើយមិនក៏ឥឡូវនេះវាម៉ោង4ទៅកើតអញ្ចឹងនៅពេលដែលគាត់កំពុងបើកឡាននេះគាត់មើលទៅអាកៅអីខាងឆ្វេងដៃរបស់គាត់ណាព្រោះឡាននៅប្រទេសថៃគឺគេចែកកូននៅខាងស្ដាំអញ្ចឹងនៅពេលដែលគាត់មើលទៅអាកៅអីនៅខាងឆ្វេងនេះគាត់ឃើញកែវស្រាពីរប៉ុន្តែនៅពេលដែលគាត់មើលទៅកែវស្រាហ្នឹងណាទឹកនៅក្នុងកែវនោះគូឡើងខ្មៅមានតាំងពីកាស្អីខ្លះទេស្លឹកឈើងងអីនៅក្នុងកែវហ្នឹងអញ្ចឹងនៅពេលនោះគាត់គិតថាអាពេលអាតានោះហុចឲ្យគាត់ផឹកមកកៅហ្នឹងមិនដឹងថាទឹកស្អីទេព្រោះថាទឹកដែលគាត់មើលឃើញនៅក្នុងឡាននោះគួរឲ្យខ្ពើមមែនតែនអញ្ចឹងនៅពេលនោះគឺគាត់បានឈប់រថយន្តណាដើម្បីលូកដៃចាក់ទៅកំពង់កខ្លួនឯងហ្នឹងឲ្យគួរចេញមកនៅពេលដែលរួចរាល់ហ្នឹងណាគាត់ក៏បញ្ញាប់បើកទៅកន្លែងម៉ានមួយដែលគាត់ទិញភេសជ្ជៈបើកម្លាំងហ្នឹងអញ្ចឹងនៅពេលដែលគាត់ចូលទៅដល់កន្លែងម៉ានហ្នឹងនេះគាត់សួរសន្តិសុខមួយដែលយាមនៅកន្លែងហ្នឹងអាពេលដែលគាត់មកទិញកាលពីយប់មិញណាមានឃើញថានៅខាងក្រោយហ្នឹងមានមនុស្សស្រីអង្គុយនៅក្នុងឡានគាត់ឬក៏អត់សន្តិសុខហ្នឹងក៏ប្រាប់ថាដូចជាអត់មានឃើញអីទេឃើញតែមកឯងជីឡានម្នាក់ឯងណាហើយនឹងឃើញនៅពេលដែលមកឯងហុចទៅខាងក្រោយនោះដូចជាហុចឲ្យអ្នកណាអង្គុយនៅខាងក្រោយហ្នឹងមើលពីក្រៅទៅឃើញមាត់មកហមដូចនិយាយគ្នាទៀតប៉ុន្តែនៅពេលដែលគាត់មើលទៅខាងក្រោយហ្នឹងវាដូចជាអត់មានឃើញអីអញ្ចឹងពេលនោះសន្តិសុខរឿងឆ្ងល់ដែរណាឈោឯក្បាលម្នាក់ឯងបានបន្តិចមកក៏មកឯងបើកឡានចេញទៅនៅពេលនោះដែលបង្ណយនេះក៏ដឹងហើយថាអញ្ចឹងអ្នកដែលគាត់ដឹងហ្នឹងគឺមិនមែនមនុស្សទេដែលនាំគាត់ចូលទៅក្នុងពិភពរបស់ខ្មោចហ្នឹងណាអញ្ចឹងនៅពេលដែលបង្ណយនេះគាត់ព្យាយាមលូកដៃចូលទៅក្នុងកប៉ាល់អាវរបស់គាត់ណាដើម្បីយកលិខិតមួយដែលម្នាក់ហ្នឹងទៅសេឲ្យគាត់ថាកុំអោយនិយាយរកពួកវាកុំអោយងាកមើលខាងក្រោយហ្នឹងណាអញ្ចឹងនៅពេលដែលគាត់រកមើលណាគឺអត់ឃើញទេនៅពេលនោះគាត់ភ័យដែរគាត់គិតថាបើសិនជាលិខិតហ្នឹងវាអត់នៅលុយដែលម្នាក់ហ្នឹងឲ្យមើលទៅគឺវាមិននៅដែរប៉ុន្តែនៅពេលដែលគាត់មើលកាបូបរបស់គាត់នេះលុយគឺនៅក្នុងហ្នឹងដែរអត់បាត់ដូចជាលិខិតដែលម្នាក់ហ្នឹងឲ្យទេអញ្ចឹងដែលធ្វើបង្ណយនេះគាត់ឆ្ងល់មួយរឿងទៀតហើយថាបើសិនជាម្នាក់នឹងខ្មោចអីដែលគាត់ជួបហ្នឹងគឺសិតតែអមនុស្សសិតតែអីអញ្ចឹងមិនក៏លួយហ្នឹងវានៅឬមួយក៏ម្នាក់ហ្នឹងគាត់តបស្នងនៅអំពើល្អដែលគាត់ថាបើកឡានជូនគេទៅដល់កន្លែងគេវិញព្រោះបើយើងស្ដាប់មើលទៅម្នាក់ស្រីមួយដែលគាត់ថាបើកឡានជូនទៅហ្នឹងក៏មិនមានបំណងថាលោកម្លាញ់គាត់ដែរព្រោះឲ្យគាត់ឃើញក្នុងសភាពធម្មតាណាគ្រាន់ថាអាកប្បកិរិយាគ្នាហ្នឹងវារៀងប្លែកមួយជាងមនុស្សយើងធម្មតាប៉ុន្តែមុនពេលដែលគាត់ចេញមកវិញនេះគ្នាបានតែរំលឹកឲ្យបង្ណយហ្នឹងកុំឲ្យនិយាយរកអ្នកដែលនៅសងខាងផ្លូវហើយកុំងាកមើលក្រោយទៀតប៉ុន្តែបង្ណយទេដែលគាត់ថាមើលទៅវាមិនអីណាហើយគាត់បានត្រឹមតែឆ្ងល់អីដែលគេសរសេរនៅលើកណ្ដាស់ហ្នឹងតាមពិតគាត់ដឹងហើយថាអ្នកដែលគាត់ឃើញរំលែកនៅតាមផ្លូវហ្នឹងគឺមិនមែនមនុស្សអញ្ចឹងបានជាម្នាក់ហ្នឹងគាត់ទៅសេរំលឹកថាកុំឲ្យនិយាយរកពួកវាហើយកុំងាកមើលក្រោយនៅពេលនោះទៅបង្ណយនេះគាត់យល់នៅអត្ថន័យនៅក្នុងអាកដាស់ហ្នឹងប៉ុន្តែអ្វីដែលសំខាន់ខ្មោចស្រីមួយដែលគាត់ដឹកហ្នឹងណាមើលទៅមិនមានបំណងអាក្រក់ចង់ធ្វើបាបគាត់ទេហើយមើលទៅមកពីគាត់ខ្លួនឯងទេដែលថាគាត់អត់ស្រួលខ្លួនណាអញ្ចឹងទៅដែលអាចថាឲ្យពួកអមនុស្សហ្នឹងវាចូលមកបន្លប់ស្មារតីយើងឲ្យមើលឃើញពួកវាបានឬក៏មកពីយអូនរបស់គាត់ហ្នឹងដាក់ខ្លួនឯងទើបមើលឃើញអ្នកទាំងអស់ហ្នឹងអាហ្នឹងក៏គាត់គិតមិនយល់ដែរគ្រាន់តែប្រហែលមកពីគាត់អត់ស្រួលខ្លួនហ្នឹងហើយ
ព្រោះគាត់គិតថាដឹកភ្ញៀវចូលទៅសន្តាគារមួយហ្នឹងហើយគឺគាត់ឈប់ហើយប៉ុន្តែនៅពេលដែលចេញមកឃើញភ្ញៀវមួយទៀតហើយអញ្ចឹងគាត់ស្ដាយណាព្រោះគាត់បញ្ជាក់ចឹងថាថ្ងៃហ្នឹងគាត់រត់អត់សូវបានទេនៅពេលនោះឯងនឹងថានៅពេលដែលដឹកទៅទើបគាត់នឹងអាចទៅដល់ពិភពរបស់គេនឹងតែសំណាងហើយដែលថាគាត់អាចចេញមកវិញរួចណាបងនោះគាត់បាននិយាយថាតាមពិតទៅគាត់សង្ស័យភ្ញៀវស្រីរបស់គាត់ហ្នឹងតាំងពីពេលឡើងរថយន្តមកម្លេះដោយសារតែកັບកិរិយាដ៏ប្លែករបស់គាត់ហ្នឹងប៉ុន្តែមួយទៀតគាត់ជឿទុកចិត្តទៅលើរូបព្រះដែលគាត់តម្កល់នៅក្នុងឡានរបស់គាត់ណាគាត់គិតថាបើសិនជាម្នាក់ស្រីហ្នឹងជាអមនុស្សប្រហែលជាចូលឡានគាត់អីមិនបានទេប៉ុន្តែនៅពេលដែលចូលបានអញ្ចឹងទើបគាត់នឹងបានន័យថាកាត់អាការសង្ស័យរបស់ខ្លួនឯងវា50-50ណាប៉ុន្តែនៅពេលដែលគាត់នេះយករឿងហ្នឹងណាទៅសួរតាអាចារ្យហ្នឹងលោកតាអាចារ្យហ្នឹងគាត់បាននិយាយថាវាអាចមកពីខ្មោចស្រីហ្នឹងជាខ្មោចស្រីដែលល្អណាមិនមានបំណងធ្វើបាបចៅឯងទេព្រោះគេចូលមកក្នុងហ្នឹងដោយចិត្តមេត្តាអត់មានថាចងកម្មចងពីជាមួយគាត់ណាប្រហែលមកពីមូលហេតុហ្នឹងហើយទើបគេអាចចូលមកក្នុងបានព្រោះថាព្រះតំណាងឲ្យសេចក្តីមេត្តាតំណាងឲ្យសេចក្តីល្អអញ្ចឹងបើសិនជាគេមកក្នុងផ្លូវល្អហ្នឹងមានអីត្រូវប្រឆាំងគ្នាហើយមួយទៀតនៅពេលដែលយើងស្ដាប់ថាបងណយគាត់បើកឡានមកកន្លែងខ្មោចមកវងហ្នឹងមូលហេតុដែលគេអត់ព្រមថាប្រឈប់គាត់ឬក៏ទាញទ្វារចូលមកក្នុងទាញគាត់ចេញទៅក្រៅនៅពេលដែលរថយន្តគាត់ចេះតែអង្កលទៅគេចេះតែបើកផ្លូវអត់ហ៊ានប៉ះហ្នឹងគិតថាមកពីពួកទាំងអស់ហ្នឹងมันមានបំណងល្អជាខ្មោចដែលកាចប៉ុនប៉ងចង់ធ្វើបាបគាត់អីអញ្ចឹងណាប៉ុន្តែដោយសារតែក្នុងឡានរបស់គាត់ហ្នឹងគឺមានព្រះដែលសំណាងឲ្យសភាវៈល្អហ្នឹងអញ្ចឹងពួកហ្នឹងគឺវាខ្លាចអំណាចនៃព្រះហ្នឹងហើយអញ្ចឹងបានន័យថាពេលដែលរថយន្តបើកទៅពួកហ្នឹងចង់មិនចង់គឺត្រូវតែបើកផ្លូវឲ្យបងណយហើយអញ្ចឹងសំណាងមែនតើហើយនេះក៏ជាមូលហេតុមួយដែលយើងឃើញថានៅពេលដែលចូលតាក់ស៊ីរបស់ថៃណាពីច្រើនគឺតែងតែតម្កល់រូបព្រះនៅក្នុងឡានហ្នឹងហើយដោយសារតែពេលខ្លះគឺពួកគាត់ត្រូវរត់ដល់យប់ពួកគាត់ត្រូវបើកជូនគេទៅកន្លែងថាពួកគាត់អត់អាចស្គាល់ណាអញ្ចឹងបានជាពួកគាត់នឹងគឺតែងតែតម្កល់នៅក្នុងឡានរបស់គាត់ដើម្បីពួកគាត់នឹងគោរពបូជាផងប៉ុន្តែថ្ងៃកន្លងមកក្រោយទៀតហ្នឹងដោយសារតែបងណយហ្នឹងគាត់ឆ្ងល់ថាគាត់ឯងខ្មោចស្រីហ្នឹងតើមានរឿងអីដែលថាធ្លាប់ជាប់ពាក់ព័ន្ធនឹងគ្នាកាលពីមុនមកមែនឬក៏ធ្លាប់ជាញាតិនឹងគ្នាកាលពីមុនមកបានជាគាត់នឹងអាចមើលឃើញខ្មោចស្រីហ្នឹងណាហើយជូនគេទៅកាន់ពិភពរបស់គេទៀតអញ្ចឹងដោយសារតែគាត់មានចម្ងល់ទាំងអស់ហ្នឹងទើបថ្ងៃមួយហ្នឹងគាត់ជិះរកអាផ្លូវលំមួយដែលគាត់បត់ចូលហ្នឹងប៉ុន្តែទោះបីថាបកណយហ្នឹងគាត់ព្យាយាមជិះរកយ៉ាងណាក៏ដោយគាត់អត់អាចរកឃើញអាផ្លូវហ្នឹងទេនៅពេលដែលជិះទៅមានផ្លូវលំគាត់ចេះតែចូលទៅអញ្ចឹងណាក៏គាត់ដឹងថាមិនមែនជាផ្លូវដែលគាត់ដឹកម្នាក់ស្រីហ្នឹងជិះចូលទៅដែរចំណុចនេះឯងដែលធ្វើឲ្យបងណយហ្នឹងគឺគាត់កាន់តែឆ្ងល់មួយយ៉ាងទៀតព្រោះថាគាត់គ្រាន់គិតថាក្រែងលោថានាងហើយនឹងគាត់ហ្នឹងធ្លាប់ជាញាតិជាប្តីប្រពន្ធឬក៏មានរឿងអីធ្លាប់ពាក់ព័ន្ធគ្នាកាលពីជាតិមុនឬអីអញ្ចឹងណាទើបគេហ្នឹងឲ្យជូនទៅកន្លែងហ្នឹងដើម្បីប្រាប់អីមកកាន់គាត់អញ្ចឹងបានជាគាត់ហ្នឹងចង់ទៅរកកន្លែងហ្នឹងក្រែងលោថារកឃើញអីប៉ុន្តែទោះបីថាគាត់ព្យាយាមរកយ៉ាងណានេះគឺរកអាផ្លូវហ្នឹងអត់ឃើញទេចាប់តាំងពីជួបរឿងនេះមកបងណយឲ្យតែពេលដែលគាត់អត់ស្រួលខ្លួននឿយហត់អស់កម្លាំងហ្នឹងទោះបីថាគាត់រត់បានច្រើនបានតិចយ៉ាងណាក៏ដោយគឺគាត់ចូលសម្រាប់នៅផ្ទះហើយដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផងនិងដើម្បីសុវត្ថិភាពអ្នកដែលរួមដំណើរជាមួយនឹងគាត់ផងដែរអញ្ចឹងនៅពេលដែលគាត់ធ្វើអញ្ចឹងទៅតាំងពីពេលនោះមកគាត់ក៏មិនដែលថាត្រូវដឹកបលឹងអាមនុស្សហ្នឹងទៅកន្លែងណាទៀតដែរហើយណាមួយគាត់អត់សូវជាហ៊ានបើកពេលយប់ដោយសារតែគាត់ធ្លាប់ជួបរឿងនឹងឯងអញ្ចឹងចេះតែញញើតខ្លាចខ្លួនឯងណាហើយឲ្យតែពេលដែលថាខ្លួនឯងអត់ស្រួលខ្លួនឯហ្នឹងដឹងថាអូអត់ហ៊ាននៅទេខ្លាចជួបទៀតព្រោះនៅពេលដែលយើងសុខភាពអត់ល្អស្មារតីរបស់យើងហ្នឹងក៏វាតាមនឹងដែរអញ្ចឹងគេថាអាចឲ្យពួកហ្នឹងវាចូលមកគ្រប់គ្រងសណ្ដំយើងយ៉ាងម៉េចឲ្យទៅជាឃើញពួកវាឬក៏ចូលទៅក្នុងពិភពរបស់វាបានណាអញ្ចឹងទើបបានជាបងណយហ្នឹងគាត់លែងហ៊ានរត់នៅពេលយប់នៅពេលដែលគាត់នេះអត់ស្រួលខ្លួនហើយមួយទៀតនៅពេលដែលមានភ្ញៀវដែលគាត់ត្រូវថាយប់ឡើងត្រូវដឹកទៅចេញក្រៅក្រុងទៅឆ្ងាយអញ្ចឹងគឺគាត់ដឹងតែសុំគេអធិស្ឋានវិញហើយឲ្យគាត់រកអ្នកផ្សេងណាអូខេពុកម៉ែបងប្អូនអញ្ចឹងតើអស់នេះគឺជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងអេពីសូតទី119របស់យើងថ្ងៃនេះបន្ទាប់ពីបានស្ដាប់ហើយពុកម៉ែបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរខ្លាចទេប្រសិនបើពុកម៉ែបងប្អូនចង់គាំទ្រការផលិតវីដេអូរបស់និទាន
ក៏អាចផ្ញើមកបានតាមរយៈ APA ដែលខ្ញុំដាក់នៅក្នុង comment នៅខាងក្រោមហើយក៏សូមបញ្ជាក់ពុកម៉ែបងប្អូនដែរថានីតិបង្កើតឡើងគឺគ្រាន់តែចង់ចែករំលែករឿងខ្មោចដើម្បីឲ្យពុកម៉ែបងប្អូនហ្នឹងបានស្ដាប់កំសាន្តដូចជាយើងធ្លាប់ស្ដាប់ពីចាស់ៗគាត់និទានប្រាប់ឬក៏មិត្តភក្តិហ្នឹងនិយាយប្រាប់គ្នាតែប៉ុណ្្នឹងឯងមិនជំរុញឲ្យពុកម៉ែបងប្អូនជឿឡើយថាខ្មោចមានពិតឬក៏មិនមានពិតនោះអញ្ចឹងសូមស្ដាប់ត្រឹមតែជាការកំសាន្តទៅបានហើយសូមស្ដាប់ដោយការពិចារណាស្ដាប់មកដល់ត្រង់ចំណុចនេះសម្រាប់ពុកម៉ែបងប្អូនដែលអត់ទាន់ចុចជាវឬក៏ Subscribe ខ្ញុំបាទទេក៏សូមមេត្តាពុកម៉ែបងប្អូនចុចទៅលើពាក្យជាវឬក៏ Subscribe ឲ្យខ្ញុំបាទម្នាក់មួយផងដើម្បីគ្រាន់តែជាកម្លាំងចិត្តដល់ខ្ញុំជាអ្នកធ្វើវីដេអូហើយខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែរងចាំស្ដាប់វីដេអូរបស់នីតិណាអញ្ចឹងខ្ញុំបាទ Kevin នឹងខិតខំស្វែងរករឿងរ៉ាវថ្មីៗដើម្បីយកមកចងក្រងធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនយើងស្ដាប់កំសាន្តទៀតបើចង់ស្ដាប់រឿងនីតិកុំភ្លេចនីតិសូមអរគុណច្រើនសូមជម្រាបលាជួបគ្នានៅអេពីសូតបន្តទៀត